អ្នកកសែតល្បីថៃប្រមានពីអន្តរជាតិនិយមជ្រុលដែលកំពុងគ្រប់គ្រងលើសង្គមថៃខណៈដែលភាពតានតឹងរវាងថៃនិងកម្ពុជានៅតែជាប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈអ្នកកសែតជើងចាស់របស់ថៃលោកប្រាវិតរចនាភរកបានរិះគន់ចំទៅលើមនោគមវិជ្ជាជាតិនិយមជ្រុលកំពុងធ្វើឲ្យប្រទេសថៃក្លាយជាចំណាប់ខ្មាំងដោយបំផ្លាញទំនាក់ទំនងជាមួយប្រទេសជិតខាងនិងធ្វើឲ្យកិត្យានុភាពជាតិធ្លាក់ចុះអ្នកនិពន្ធរូបនេះប្រមានថាការកើនឡើងកម្ដៅផ្នែកយោធានិងការបាត់បង់ការទូតអាចរុញច្រានប្រទេសថៃឲ្យធ្លាក់ក្នុងភាពឯកោនិងជួបវិបត្តិសេដ្ឋកិច្ចយោងតាមអត្ថបទវិភាគរបស់លោកប្រាវិតដែលចេញផ្សាយនៅលើគេហទំព័រសារព័ត៌មានខៅសតនៅថ្ងៃទី18ខែមិថុនានេះបានឲ្យដឹងថាចរន្តជាតិនិយមជ្រុលនៅថៃកំពុងមានឥទ្ធិពលខ្លាំងលើការបង្កើតទស្សនៈសាធារណៈជាពិសេសពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយប្រទេសជិតខាងលោកអះអាងថាការបំផុសអារម្មណ៍ស្នេហាជាតិហួសហេតុបានធ្វើឲ្យការពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិខ្វះភាពសមហេតុផលនិងផ្អែកលើអារម្មណ៍ច្រើនជាងការពិភាក្សាជាក់ស្ដែងអ្នកសារព័ត៌មានរូបនេះបានរិះគន់ថាក្រុមនយោបាយនិងបុគ្គលមួយចំនួនតែងយកបញ្ហាចំនួនព្រំដែនឬក្តីបារម្ភអំពីសន្តិសុខជាតិមកប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីជំរុញចលនាជាតិនិយមនិងប្រមូលការគាំទ្រពីសាធារណជនតាមការយល់ឃើញរបស់លោកគឺការធ្វើបែបនេះអាចបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋចេញពីបញ្ហាសេដ្ឋកិច្ចសង្គមនិងអភិវឌ្ឍជាតិដែលគួរតែជាអាទិភាពសម្រាប់រដ្ឋាភិបាលលោកប្រាវិតក៏បានគូបញ្ជាក់ផងដែរថាការបន្តបណ្ដោយឲ្យមនោគមវិជ្ជាជាតិនិយមជ្រុលគ្រប់គ្រងទស្សនៈសង្គមអាចប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយប្រទេសនៅក្នុងតំបន់និងបង្កឲ្យមានបរិយាកាសមិនអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលោកអំពាវនាវឲ្យសង្គមថៃងាកមកប្រើប្រាស់ការគិតដោយសមហេតុផលការគោរពគ្នាទៅវិញទៅមកនិងការដោះស្រាយបញ្ហាតាមផ្លូវការទូតជាជាងការបណ្ដោយឲ្យអារម្មណ៍ជាតិនិយមក្លាយជាកត្តាជំរុញការសម្រេចចិត្តតាមរយៈអត្ថបទវិភាគរបស់លោកប្រាវិតរចនាភរកបានបង្ហាញពីការព្រួយបារម្ភចំពោះឥទ្ធិពលនៃជាតិនិយមជ្រុលនៅក្នុងសង្គមថៃនិងល្បិចកលនយោបាយដែលអាចត្រូវបានប្រើប្រាស់ដើម្បីបង្វែរការយកចិត្តទុកដាក់របស់សាធារណជនលោកជឿថាការលើកកម្ពស់ការគិតដោយសមហេតុផលនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងគឺជាមធ្យោបាយដ៏សមស្របសម្រាប់ធានាសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់